របៀបនៃការបិទកុំឲ្យគេដឹងថាតើយើងកំពុងតែ following តាមដានអ្នកណាខ្លះ account ណាខ្លះនៅក្នុង TikTok ព្រោះយើងអត់ចង់ឲ្យគេដឹងពីអ្វីដែលយើងគិតអ្វីដែលយើងកំពុងតែតាមដានអញ្ចឹងបងប្អូនបិទកុំឲ្យគេចុច following ហ្នឹងទៅឃើញ account TikTok ដែលយើងកំពុងតែតាមដានគឺបងប្អូនអាចធ្វើការបិទតាមខ្ញុំបានគឺបងប្អូនចូលកន្លែង tre 3នៅខាងលើនេះមករួចហើយបងប្អូនចុចកន្លែង setting and privacy នេះមកបាទបន្ទាប់មកទៀតគឺបងប្អូនចុចកន្លែងនេះ privacy នេះបាទចុចលើ privacy ហ្នឹងមកអញ្ចឹងកន្លែងនេះគឺបងប្អូនយកកន្លែងនេះ following list ចុចលើ following list នេះមករួចកន្លែងនេះគឺបងប្អូនចុចកន្លែងពាក្យថា only you នេះ tick only you វិញមានថាមានតែយើងទេបានអាចមើលបានអញ្ចឹងអ្នកផ្សេងគេចង់ដឹងថាយើងតាមដានណាគេខ្លះគឺមើលឡើងឃើញទៀតហើយអញ្ចឹងបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំកុំភ្លេចជួយធ្វើការចុច like follow និងចែករំលែកឲ្យអ្នកផ្សេងបានដឹងផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ